កាលពីព្រេងនាយមានព្រានម្នាក់រស់នៅក្នុងព្រៃប្រកបរោគរបរបាញ់សត្វព្រៃគ្រប់ប្រភេទគាត់គិតថាថ្ងៃណាដែលគាត់មិនបាញ់សត្វព្រៃយកមកលក់ទេនោះមុខជីប្រពន្ធនឹងកូនរបស់គាត់ដាច់ពោះស្លាប់ជីមិនខានគិតរួចហើយព្រានក៏ចិនទៅរកប្រពន្ធនឹងកូនដើម្បីពិភាក្សាគ្នាណែឯងតើឯងទៅនឹងមកពីណាខៀងដើររកឯងយូរហើយព្រឹកនេះខៀងមានរឿងខ្លះចង់ពិភាក្សាជាមួយនឹងឯងដើម្បីឲ្យបានដឹងឮទាំងអស់គ្នាអូអញអើយខ្ញុំនេះគឺទៅតែមកពីដើររកបន្លាយនៅក្នុងព្រៃក្បែរនេះឯងទុកធ្វើជាម្ហូបនៅថ្ងៃនេះត្រូវហើយតើឯងមានរឿងអ្វីមើលទៅជារឿងសំខាន់ណាស់ហើយអូមើលឯងនោះទៅដើររកបន្លែហេតុអ្វីមិនពាក់ស្បែកជើងឲ្យកូនផងក្រែងតែមួតបន្លាអីទៅមិនបង្កជារឿងថែមទៀតទៅហើយទេនឹងហើយឯងខ្ញុំគិតថាគ្រួសាររបស់យើងសពថ្ងៃនេះគឺពឹងផ្អែកទាំងស្រុងទៅលើការបរបាញ់សត្វព្រៃដូច្នេះដើម្បីឲ្យជីវភាពរបស់យើងធូរធារជាងមុនខ្ញុំគិតថានឹងទៅបរបាញ់នៅព្រៃឆ្ងាយបន្តិចក្រែងបានសត្វធំមានសត្វច្រើនភ្លុកចាខ្នាយនិងស្បែកល្អគ្រាន់នឹងបានលក់ក្នុងតម្លៃខ្ពស់បានលុយច្រើនម្យ៉ាងទៀតនេះនៅក្បែរក៏អស់សត្វដែលត្រូវថ្លៃដែរហើយអូអញ្ចឹងឯងទៅប៉ុន្មានថ្ងៃដែរតែខ្ញុំនឹងកូននៅផ្ទះតែ2នាក់ដូចជាខ្លាចមិនដឹងទេបាទខ្ញុំដឹងខ្ញុំទៅតែទីថ្ងៃទេឯងមើលថែកូនយើងឲ្យល្អកុំដើរទៅណាឆ្ងាយពេកពេលយប់សម្រានដាក់មុងឲ្យស្រួលបួលប្រយ័ត្នមូសខាំគ្រុនឈាមเพราะយើងមិនសូវមានលុយសម្រាប់ព្យាបាលទេចាឯងអញ្ចឹងឯងមើលថែខ្លួនឯងឲ្យល្អណាបានឬអត់ត្រឡប់មកផ្ទះយេនវិញខ្ញុំបារម្ភពីឯងកូនប្រុសគុំរភើសពេកណាប្រយ័ត្នម៉ែវាយស្ដាប់បង្កប់ម៉ែឮទេកូនប្រុសពុកបាទពុកឆាបត្រឡប់មកវិញណាផ្ដាំកូននិងប្រពន្ធរួចហើយព្រានក៏ចិនដំណើរចូលទៅក្នុងព្រៃជ្រៅក្នុងបំណងរកសត្វព្រៃឲ្យបានច្រើនក្នុងរយៈពេលដ៏ខ្លីកំពុងតែដើរសុកព្រានក៏គិតក្នុងចិត្តថាមុខរបរជាព្រានព្រៃបើមើលទៅគឺសប្បាយណាស់មានសាច់ព្រៃហូបនិងលក់ជាប្រចាំតែបើមើលក្នុងផ្លូវបុណ្យបាបវិញនោះមិនដឹងជាធ្លាក់នរកប៉ុន្មានជាន់ទេខ្ញុំមួយវិញទៀតបើមើលពីការរស់នៅរបស់សត្វព្រៃសពថ្ងៃនេះគឺនៅមានតិចតួចប៉ុណ្ណោះចុះបើថ្ងៃណាមួយសត្វទាំងនោះត្រូវបានបរបាញ់អស់ទៅតើខ្ញុំបានអ្វីមកចិញ្ចឹមប្រពន្ធនិងកូនខ្ញុំទៀតព្រានបន្តដំណើរទៅមុខជារឿយក៏ក្រឡេកភ្នែកតែបានឃើញមេទុនសាយនិងកូនទុនសាយកំពុងតែរកចំណីព្រានគិតក្នុងចិត្តថាអាយ៉ាអាហារពេលល្ងាចរបស់ខ្ញុំបានមកដល់ហើយតើនេះកុំឲ្យខាត់ជើងបាញ់តែម្ដងទៅព្រានបានដើរលបៗទៅក្បាលគល់ឈើដែលនៅជិតកន្លែងដែលទុនសាយកំពុងតែនាំកូនស៊ីចំណីហើយលើកស្នាឡើងតម្រង់ទៅកាន់មេទុនសាយហើយក៏ចាប់ផ្ដើមបានភ្លាមដោយមិនញញើតដៃនោះទេព្រានបាញ់ត្រូវទុនសាយឮសូរជ្រើបទុនសាយស្រែកឡើងថាអូកូនមាសសំដាយអើយម្ដាយត្រូវក្រាបស្នារបស់ព្រានហើយម្ដាយប្រហែលជាត្រូវស្លាប់ហើយមើលទៅកូនកុំយំណាធួម្ដេចបុណ្យម្ដាយមានតែត្រឹមនេះចូលកូនមើលថែគ្នាឲ្យបានល្អណាកូនសំឡាញ់ម្ដាយព្រានដើរមកជិតហើយបានឮសម្ដីដែលមេទុនសាយបាននិយាយក៏កើតក្តីសង្វេគជាខ្លាំងពន់ពេកហើយគិតក្នុងចិត្តថាអូអញអើយមិនគួរណាមកបាញ់មេទុនសាយដែលកំពុងតែចិញ្ចឹមកូនបែបនេះទេនៅពេលមេស្លាប់អញបានបរិភោគសាច់វាឆ្ងាញ់មានកម្លាំងទៅបរបាញ់សត្វដទៃទៀតដើម្បីចិញ្ចឹមកូនរបស់អញចុះកូនរបស់វាវិញតើបាននរាមើលថែរក្សាចិញ្ចឹមបីបាច់តែថ្ងៃខាងមុខទៀតខ្ញុំអាណិតវាខ្លាំងណាស់មិនកើតទេខ្ញុំមិនអាចប្រព្រឹត្តរឿងដែលអាត្មានិយមបែបនេះទៀតបានទេខ្ញុំគួរតែផ្លាស់ប្ដូរមុខរបរហើយខ្ញុំអាណិតកូនរបស់ឯងណាស់ខ្ញុំនឹងជួយជីវិតឯងវិញឯងទ្រាំបន្តិចណាមេតិនសាយខ្ញុំនឹងយកឯងទៅព្យាបាលនៅផ្ទះរបស់ខ្ញុំហើយកូនរបស់ឯងខ្ញុំនឹងយកវាទៅចិញ្ចឹមឲ្យបានល្អទម្រាំតែឯងជាសះស្បើយដូចដើមវិញនិយាយចប់
ព្រៀនក៏លើកใบមេតុនសាយនិងកូនរបស់វាដោយសម្ដៅត្រឡប់មកផ្ទះវិញដោយប្រញាប់ប្រញាល់ហើយក៏បានទៅដល់ផ្ទះយកកូនតុនសាយដាក់នៅលើគ្រែខាងមុខផ្ទះបន្ទាប់មកយកមេតុនសាយដែលរងរបួសទៅដាក់នៅលើគ្រែក្នុងផ្ទះដើម្បីព្យាបាលរបួស ឯងអើយខ្ញុំត្រឡប់មកវិញហើយឯងមកនេះមកហើយយកកន្ត្រកថ្នាំសម្រាប់ព្យាបាលរបួសមកផង ឯងត្រឡប់មកវិញហើយចាឯងចាំបន្តិចខ្ញុំទៅរកកន្ត្រកថ្នាំមកសិនម្ដេចឯងយកតុនសាយតើក្របស្នាមមកដាក់នៅលើគ្រែបែបនេះហើយមានរឿងអ្វីមែនទេតើបឯងឲ្យខ្ញុំយកថ្នាំព្យាបាលរបួសមកបែបនេះ អូឯងរឿងគឺបែបនេះទេខ្ញុំចេញដំណើរពីផ្ទះបានបន្តិចក៏បានជួបនឹងហ្វូងតុនសាយដែលកំពុងតែស៊ីចំណីនៅក្បែរគល់ឈើមួយខ្ញុំក៏លើកស្នាតម្រង់ទៅរកមេតុនសាយនោះហើយបាញ់យកតែម្ដងក្រោយពេលបាញ់រួចហើយខ្ញុំបានឮមេតុនសាយនិយាយជាមួយកូនរបស់វាថាអូកូនមាសម្ដាយអើយម្ដាយត្រូវក្របស្នាហើយប្រហែលជាមិនរស់ទេធ្វើម្ដេចបុណ្យម្ដាយបានតែត្រឹមនេះចូលកូនរួមនៅមើលថែរក្សាគ្នាឲ្យល្អណាស់ក្រោយពេលម្ដាយមិននៅជាមួយកូនខ្ញុំឮបែបនេះហើយអាណិតមេតុនសាយខ្លាំងណាស់វាក៏ប្រាំងរកស៊ីចិញ្ចឹមកូនចិញ្ចឹមគ្រួសារដូចយើងដែរហេតុអ្វីយើងត្រូវសម្លាប់វាដើម្បីតែជីវិតសុខស្រួលរបស់ខ្លួនឯងបែបនេះខ្ញុំគិតដូច្នេះហើយក៏នាំវាយយកមកព្យាបាលនៅផ្ទះក្រែងបានជាសះស្បើយហើយអាចត្រឡប់ទៅរស់នៅជាមួយកូនវាវិញចំណែកកូនរបស់វាក៏ខ្ញុំយកមកចិញ្ចឹមដែរឯងជួយមើលថែដាក់ទឹកដាក់ចំណីឲ្យវាផង ពិតជាគួរឲ្យអាណិតណាស់ឯងអើយមិនអីទេពុកវាឯងខំជាបាលវាទៅចំណែកកូនរបស់វាទុកឲ្យខ្ញុំជាអ្នកមើលថែវា នឹងហើយឥឡូវម៉ែវាឯងឆាប់ទៅដាក់ទឹកដាក់ចំណីឲ្យកូនតន្សាយទៅខាងនេះទុកឲ្យឃ្លួមជាអ្នកមើលថែ ផ្លាំថ្ងៃបានកន្លងផុតទៅមេតុនសាយបានជាសះស្បើយរួចផុតពីសេចក្តីស្លាប់មេតុនសាយមានទឹកមុខស្រស់បោះឡើងវិញក្រោយពីទទួលបានការមើលថែរបស់ព្រាននិងប្រពន្ធចំណែកឯព្រាននិងប្រពន្ធសប្បាយចិត្តណាស់ញញឹមបិទមាត់មិនចិត្តសោះដោយត្រេកអរនឹងការកែកំហុសរបស់ខ្លួនបានសម្រេចដោយបំណងក្រោយជាសះស្បើយហើយមេតុនសាយបានមកអង្គុយនិយាយជាមួយនឹងព្រាននិងប្រពន្ធ លោកព្រានហេតុអ្វីលោកបាញ់ខ្ញុំហើយមិនយកខ្ញុំទៅបរិភោគបែបនេះបើព្រានដតីវិញប្រហែលខ្ញុំត្រូវស្លាប់ចោលកូនបាត់ទៅហើយ កាត់ទៅព្រានខ្ញុំនេះក៏ដូចជាព្រានដតីទៀតដែរបើកាលណាបាញ់បានសត្វហើយក៏តែងតែយកសាច់មកបរិភោគឬលក់ដើម្បីបានកម្រៃគ្រាន់នឹងចិញ្ចឹមគ្រួសារប៉ុន្តែខ្ញុំឃើញមេតុនសាយឯងមានកូនតូចៗដែលត្រូវចិញ្ចឹមបន្តទៀតដែរដោយខ្ញុំដែរតើបខ្ញុំមិនដាច់ចិត្តហើយយកឯងមកផ្ទះខ្ញុំដើម្បីព្យាបាលមួយវិញទៀតខ្ញុំក៏ប្រហែលជាអស់និស្ស័យធ្វើជាព្រានតទៅទៀតហើយព្រោះខ្ញុំគិតថាអ្នកលក់បន្លែនិងសម្លៀកបំពាក់ក៏ពួកគាត់អាចមានជីវិតល្អប្រសើរបានដែរដូច្នេះខ្ញុំប្រហែលជាត្រូវធ្វើតាមពួកគាត់បណ្ដើហើយដើម្បីកាត់បន្ថយបាបខ្លះកុំឲ្យច្រើនពេកហើយខ្ញុំតាំងចិត្តថានឹងឈប់ប្រកបរបែងសត្វព្រៃទៀតហើយព្រោះវានាំឲ្យប៉ះពាល់ជីវិតអ្នកដទៃច្រើនណាស់យើងចង់រស់សត្វក៏គ្នាចង់រស់ហេតុអ្វីដើម្បីតែក្រពះខ្លួនឯងបែរជាទៅពង្រឹងសមាជិកគ្រួសារអ្នកដទៃនោះ អញ្ចឹងខ្ញុំអរគុណលោកច្រើនណាស់ដែលទុកជីវិតឲ្យមួយវិញទៀតខ្ញុំពិតជាសប្បាយចិត្តណាស់ដែលលោកព្រានឈប់ប្រកបរបរបាញ់សត្វព្រៃបែបនេះព្រោះសត្វព្រៃពួកខ្ញុំនេះបច្ចុប្បន្ននេះនៅសល់ចំនួនតិចណាស់សត្វខ្លះសឹងតែផុតពូជបាត់ទៅហើយឥឡូវនេះខ្ញុំបានជាសះស្បើយហើយខ្ញុំគិតថានឹងសុំលាអ្នកទាំងពីរត្រឡប់ទៅរស់នៅចិញ្ចឹមកូនខ្ញុំវិញហើយថ្មើរនេះមិនដឹងជាកូនរងាបណ្ណានោះទេមិនដឹងជាចេះរកចំណីឬអត់បើអត់ចេះរកចំណីអញ្ចឹងមានស្លាប់បណ្ដាហើយ អូមែនហើយមេតុនសាយចំពោះរឿងនេះខ្ញុំបានគិតគូរជាមួយនឹងប្រពន្ធខ្ញុំរួចហើយដែរការរងទុក្ខរបស់កូនអ្នកគឺបណ្ដាលមកពីរូបខ្ញុំនេះហើយដូច្នេះដើម្បីជាការប៉ះពោចំពោះកំហុសរបស់ខ្ញុំដែលបានធ្វើខុសឆ្គងទៅលើអ្នកខ្ញុំនឹងបានសាងសង់ផ្ទះតូចមួយសម្រាប់ឲ្យអ្នកនិងកូនរបស់អ្នករស់នៅក្បែរខ្ញុំនេះចាត់ទុកជាចិត្តខាងនឹងគ្នាចោះណាមួយប្រសិនបើអ្នកត្រឡប់ទៅព្រៃវិញខ្ញុំក្រែងថាអ្នកនឹងជួបព្រានដទៃទៀតដូច្នេះសូមអ្នកស្នងរបស់ខ្ញុំទៅចាស់ ពិតមែនទេ គ្រួសាររបស់ពួកគេបានរស់នៅយ៉ាងមានសេចក្តីសុខជួបជុំគ្នាក្នុងគ្រួសារប្រកបដោយសុភមង្គលជាខ្លាំងមួយរយៈកាលក្រោយមកគ្រួសាររបស់ព្រានចិត្តល្អ
បានកាក់កប់នឹងរបបដាំបន្លែលោកជាហូរហែគាត់ក៏មានលទ្ធភាពសាងសង់ផ្ទះថ្មីមួយដ៏ស្រស់ស្អាតនិងមានចិញ្ចឹមសត្វគោជាច្រើនក្បាលថែមទៀតផងព្រានឈរមើលទៅផ្ទះរបស់ខ្លួនដោយស្នាមញញឹមនិងទំនុកចិត្តនិងគិតគនូរចិត្តថាប្រសិនបើខ្ញុំមិនផ្លាស់ប្ដូរមុខរបរជាព្រាននោះទេប្រហែលជាខ្ញុំមិនអាចមានសុភមង្គលបានរស់នៅជុំគ្រួសាររាល់ថ្ងៃនិងមានផ្ទះធំដុំនឹងគេបែបនេះទេមើលទៅគ្រាមុនរកស៊ីសម្រាប់ជីវិតគេប្រៀបបាននឹងត្រូវបណ្ដាសាគេអញ្ចឹងរកបានប្រាក់ក៏មិនបានសល់ប៉ុន្មានដែរខ្វះនេះខ្វះនោះឈឺនេះឈឺនោះមិនចេះចប់សោះប៉ុន្តែក្រោយពីបានបដូរមុខរបរជារបរចិញ្ចឹមជីវិតគេវិញម្ដងខ្ញុំពិតជាមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តបានរស់នៅជុំគ្នានិងមានសុខភាពល្អមិនត្រឹមតែប៉ុណ្ណោះហាក់ដូចជាបានបុណ្យថែមទៀតផងដែរព្រោះគ្រួសារខ្ញុំឥឡូវគឺមិនដាល់មានបញ្ហាអ្វីនោះទេប្រពន្ធរស់ស្រួលថែមស្រស់ស្រាយជាងមុនកូនមានសុខភាពល្អព្រោះបរិភោគបន្លែច្រើននិងជាបន្លែធម្មជាតិសត្វគោដែលខ្ញុំចិញ្ចឹមរាប់រយក្បាលក៏ធោបានការមើលថែពីខ្ញុំបានដិតដល់ដែរហេហេខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ដែលចេះភ្ញាក់រលឹករកផ្លូវត្រូវមកឲ្យខ្លួនឯងបែបនេះចាប់តាំងពីពេលនោះមកព្រានចិត្តល្អមានពេលវេលាច្រើនសម្រាប់លំហែកាយខ្លះមានអ្នកជិតខាងរាប់អានច្រើនជាងមុនដោយពួកគាត់ស្រឡាំងរាប់អានព្រានគ្រប់គ្នាគ្រួសាររបស់ព្រានកាន់តែរីកចម្រើននិងមានសុភមង្គលរឿងនេះបានអប់រំយើងថា 1. នៅពេលដែលយើងធ្វើអាក្រក់ហើយយើងចេះភ្ញាក់រលឹកនោះអ្វីពិតអាចនឹងល្អប្រសើរមកវិញបាន 2. នៅពេលដែលយើងប្រព្រឹត្តតែអំពើល្អគឺយើងមិនខ្វះអ្នកដែលស្រឡាញ់រាប់អានយើងនោះទេ 3. ការសម្រេចដែលត្រឹមត្រូវនឹងជួយយើងឲ្យរស់នៅជាមួយសុភមង្គលនិងភាពសុខដុមរមនា Channel លោកនីទានពិតអរគុណចំពោះមិត្តអ្នកស្ដាប់ទាំងអស់យ៉ាងក្រៃលែងដែលបានស្ដាប់ការនិទានរឿងរបស់យើងតាំងពីដើមរហូតដល់ចប់យើងខ្ញុំសង្ឃឹមថាអ្នកស្ដាប់ទាំងអស់នឹងទទួលបានចំណេះដឹងនិងអារម្មណ៍កំសាន្តខ្លះៗពីរឿងព្រានព្រៃចិត្តល្អជាចុងក្រោយយើងសូមជូនពរអ្នកស្ដាប់ឲ្យមានសុខភាពល្អនិងរកទទួលមានបានប្រសិនបើលោកអ្នកចង់តាមដាន Channel របស់យើងខ្ញុំបន្តទៀតសូមជួយ Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូរបស់យើងខ្ញុំមុនគេ